ឈ្មោះមកចំនួនហ្នឹងនៅតែមានកំណត់អាត្មានិយមធ្វើម៉េចឲ្យតែខ្លួនឯងហ្នឹងរកប្រាក់ចំណេញបានផលប៉ះពាល់អីក៏ប៉ះទៅបាទករណីនេះគឺបានកើតឡើងនៅក្នុងឃុំរលាំងគ្រឿស្រុកសំរោងទងខេត្តកំពង់ស្ពឺដែលក្រុមការងារយើងនឹងទទួលបានសង្ស័យថាមានការបើកដៃឲ្យក្រុមឈ្មោះនឹងចំនួន3ក្រុមដឹកជញ្ជូនដីនិងកាយដីនឹងល្មើសបច្ចេកទេសសេចក្តីរាយការណ៍នោះបានឲ្យដឹងថាក្រុមឈ្មោះអ្នករស់ស៊ីនោះបានធ្វើសកម្មភាពកាយនឹងដឹកជញ្ជូនដីនឹងហាក់ដូចជាអនាធិបតេយ្យយ៉ាងចំនួន3ទីតាំងនៅឃុំរលាំងគ្រឿស្រុកសំរោងទងខេត្តកំពង់ស្ពឺដោយពួកគេនឹងដឹកជញ្ជូននឹងមិនក៏រូបបទដ្ឋានបច្ចេកទេសទេរថយន្តខ្លះតត្រង់ផ្ទុកដីនឹងលើសត្រង់មិនគ្របឲ្យបានត្រឹមត្រូវធ្លាក់លើផ្លូវក្នុងភូមិហើយនិងផ្លូវកស៊ូលេខ130នេះបង្កជាទួលជាចង្ហុកធូលីហុយរំខានទៅដល់សុខភាពជីវភាពនិងការធ្វើដំណើរដោយរូបភាពដែលកំពុងបង្ហាញនេះគឺឈ្មោះមួយក្រុមបានកំពុងកាយនឹងដឹកជញ្ជូនដីល្មើសបច្ចេកទេសនេះជាច្រើនថ្ងៃមកហើយយកទៅចាក់បំពេញនៅឯភូមិក្រាំងស្វាយឃុំរលាំងគ្រឿស្រុកសំរោងទងខេត្តកំពង់ស្ពឺនឹងទំហំប្រហែលជា5ហិកតាដោយធ្វើឡើងហ្នឹងគឺថាមុនលិខិតអនុញ្ញាតមកដល់ដៃតែគេហៅថាច្បាប់ណាបាទគណៈដែលមន្ត្រីជំនាញហ្នឹងក្រោយទទួលបានដំណឹងពីក្រុមការងារយើងកាលពីថ្ងៃទី14ខែធ្នូបាទអញ្ចឹងទេក៏ថាថ្ងៃទី15ហ្នឹងគឺបានចុះទៅពិនិត្យបាទហើយថ្ងៃទី16នេះយើងបានតាមអាប់ដេតព័ត៌មានហ្នឹងគាត់ក៏ប្រាប់មកវិញថាគាត់បានចុះទៅពិនិត្យហើយក្រុមឈ្មោះហ្នឹងបានបង់ប្រាក់បាទគេហៅថាសុយសាឬក៏បងពុនណាបាទទៅតាមនីតិវិធីហើយលោកក៏បានប្រាប់ឲ្យក្រុមឈ្មោះហ្នឹងគាត់ក៏រົບទៅតាមបទដ្ឋានបច្ចេកទេសទៅលើការដឹកជញ្ជូនអីហ្នឹងឲ្យត្រឹមត្រូវបាទនេះបើតាមការឲ្យដឹងពីលោកប៊ិនថេតប្រធានបាទការិយាល័យរ៉ែខេត្តកំពង់ស្ពឺទោះជាមានការបញ្ជាក់ពីសំណាក់លោកប៊ិនថេតយ៉ាងដូចនេះក្តីសកម្មភាពនៃការដឹកជញ្ជូននៅតែមិនគោរពបទដ្ឋានបច្ចេកទេសដដែលទេក្រុមការងារយើងបានចុះទៅព្រឹកថ្ងៃទី16ធ្នូឆ្នាំ2025នេះទៀតបាទគឺមិនមានការគ្របឲ្យបានត្រឹមត្រូវដឹកនៅតែលើសត្រង់ធ្លាក់លើផ្លូវប៉ាត់ណាប៉ាត់ណីដដែលហើយតាក់ទងនឹងសកម្មភាពនេះលោកក៏ថុចភិរុនដែលជាឈ្មោះអ្នកម៉ៅការធ្វើអាជីវកម្មរកប្រាក់ចំណេញខាងលើណាអត់មានការបញ្ជាក់ទេក្រោយពីទទួលសារសំណួរនិងរូបភាពពីក្រុមការងារវ៉ាន់ប៉ុសតាមបណ្ដាញ Telegram របស់លោករួចហើយហ្នឹងស្រាប់តែឃើញលុបចោលហើយមិនតបប៉ុន្តែទោះជាយ៉ាងនេះក្តីគឺក្រុមការងារយើងបានថត screen video នឹងទុកហើយបាទទុកជាផុសតាងក្បួនខ្នាតដែលយើងខំប្រឹងគោរពទៅតាមវិជ្ជាជីវៈយើងព្យាយាមណាស់ដើម្បីសុំការបញ្ជាក់ឲ្យគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្សាយចេញបាទចំណែកសម្រាប់ទីតាំងកាយនិងដឹកជញ្ជូនដីល្មើសបច្ចេកទេសចំនួន2ទីតាំងទៀតបាទមាននៅភូមិអង្គស្រងែនិងភូមិរលាំងគ្រឿលោកបន្ថែមប្រធានការិយាល័យរ៉ែខេត្តកំពង់ស្ពឺនឹងគឺថាបានសួររកទីតាំងភូមិសាស្ត្រពីក្រុមការងារវ៉ាន់ប៉ុសយើងនេះបាទដើម្បីឈានទៅដល់ការចុះពិនិត្យនៅពេលខាងមុខដោយលោកថានៅព្រឹកថ្ងៃទី16ខែធ្នូឆ្នាំ2025ហ្នឹងលោកកំពុងតែជាប់រវល់ការងារផ្សេងហើយសូមរំលឹកថានាពេលកន្លងទៅអន្តរក្រសួងក៏បានចេញសារាចរណ៍ណែនាំហើយអាជ្ញាធរដែលគាត់អនុញ្ញាតឲ្យមានច្បាប់កែប្រែប្រភេទដីឬការដឹកជញ្ជូនដីកាយជាលក្ខណៈសិប្បកម្មជារណ្ដៅអីហ្នឹងគឺគាត់តែងតែកំណត់បាទកំណត់នៅក្នុងហ្នឹងការដឹកជញ្ជូនធនធានរ៉ែដីខ្សាច់ថ្មគ្រប់ប្រភេទហ្នឹងត្រូវតែស្ងួតមិនលើសត្រង់គ្របឲ្យបានត្រឹមត្រូវមិនបង្កឲ្យដីខ្សាច់ថ្មហ្នឹងធ្លាក់លើផ្លូវបាទត្រូវតែថែទាំជួសជុលផ្លូវបើហុយនឹងស្រោចទឹកហើយមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានសម្រាប់ធ្នាប់សូម្បីតែដឹកចេញពីការដ្ឋានណាក៏ត្រូវលាងកង់រថយន្តហ្នឹងឲ្យស្អាតដែរប៉ុន្តែអ្នករស់ស៊ីដែលយើងឃើញបាទកន្លងទៅដែលយើងចុះយកព័ត៌មានផ្ទាល់ក៏ដូចជាសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកផ្ទាល់ហ្នឹងគឺកម្រណាស់ដែលគាត់គោរពនៅលក្ខខណ្ឌហ្នឹងអញ្ចឹងទេដែលធ្វើឲ្យមានផលលំបាកនៅនឹងមូលដ្ឋានធម្មតាការរកទទួលទានឯកជនរបស់ក្រុមឈ្មួញគាត់ចង់បានប្រាក់ចំណេញប៉ុន្តែយ៉ាងហោចណាស់ក៏គាត់សម្រួលបាទធ្វើយ៉ាងណានឹងកាត់បន្ថយផលប៉ះពាល់នឹងឲ្យឆ្ងាយពីប្រជាពលរដ្ឋបាទនៅពេលដែលគាត់មិនគោរពបទដ្ឋានបច្ចេកទេសនេះហើយដែលធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋជាពិសេសអ្នកនៅនឹងមូលដ្ឋានអ្នករស់នៅនឹងអមសងខាងផ្លូវហ្នឹងហើយបាទបើបន្តិចទៅដីហុយបន្តិចទៅល្អិលបាទបើស្ងួតដីហុយបើចាក់ទឹកទៅវាអាចរអិលដីធ្លាក់មកកើតជាទួលដូចកន្លែងខ្លះហ្នឹងគឺថាដូចអំបែងនំគ្រក់អញ្ចឹងបាទប៉ះពាល់ទៅដល់គាត់បាទអញ្ចឹងទេការថែទាំផ្លូវជាប្រចាំនេះជារឿងសំខាន់បាទសម្រាប់ជីវភាពសម្រាប់សុខភាពនិងសុខភាពរបស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរក៏ដូចជាអ្នកដែលរស់នៅក្នុងភូមិអកនឹងហើយអ្នកដែលចូលរួមសកម្មនេះគឺអាជ្ញាធរហើយនិងមន្ត្រីជំនាញតើហេតុអ្វីបានជាឈ្មួញលោកមិនអនុវត្តច្បាប់ហ្នឹងឲ្យបានបាទម៉ឺងម៉ាត់ឬក៏
ជាប់ជួនណាបាទលេខស្រាប់តែពេលឲ្យតែពេលគាត់ចាប់ដើមធ្វើអាជីវកម្មនោះគាត់ធ្វើមុនបាត់ច្បាប់អត់ទាន់មាននៅក្នុងដៃឡើយបាទធ្វើអញ្ចឹងសមត្ថកិច្ចជំនាញអីខ្លះហ្នឹងគឺទៅតាមក្រោយវិញឯងបាទនៅចំណុចនេះជាសំណួរថាហេតុអីបានឈ្មោះគាត់ហ៊ានធ្វើបាទហ៊ានធ្វើបានបាទគាត់ហ៊ានធ្វើបានបាទយើងខ្ញុំនឹងអាប់ដេតព័ត៌មាននេះបន្តទៀតនៅពេលដែលទទួលបានបាទដំណឹងថ្មីពីអ្នកដែលពាក់ព័ន្ធអរគុណ